Bà cơ sôm group chỉ biết xua bông bông đặc này bà chỉ dục chunนี่chỉ bà đi về sala muối cái đó Xiamen National Accounting Institute bà dương vậy thaสกอตชไลนี่หรือก็chỉอันนี้chỉวิจิตรฐานcái nàyในชิดในที่กรงXiamen ให้สกอตชไลชิดนี่คือหรือก็วิจิตรฐานชิดนี่คือในที่กรง Xiamen ในแค่ตัวฟูเจียนbàในแค่ฟูเจียนให้និយាយរួមដោយសារតែខ្ញុំបានជាប់បេសកកម្មមកចិននេះ3ថ្ងៃបាទមក3ថ្ងៃហើយវិទ្យាស្ថានជាតិគណនេយ្យនេះគឺនៅបើយើងនិយាយពីនៅទីក្រុងសាក់មិននេះអានេះគឺប្រហែលជាជាក្រុងហ្នឹងបងប្អូនគ្នាហើយនៅជាប់ភ្នំតែម្ដងនេះ background នៃវិទ្យាស្ថានគឺនៅជាប់ភ្នំតែម្ដងហើយនិយាយរួមទៅចង់ជំរាបជូនបងប្អូនចេះបើសម្រាប់បរិយាកាសនៃការរៀនណាបងប្អូននេះគឺល្អមែនតើបាទល្អហើយរួចសកលវិទ្យាល័យឬក៏វិទ្យាស្ថាននៅចិនចេះគឺធំណាស់បងប្អូននេះគឺធំណាស់ហើយទស្សនវិជ្ជាអត់សូវជាខុសគ្នាប្រហែលទេទស្សនវិជ្ជាពេញគឺស្ងប់ស្ងាត់បើសម្រាប់យើងជាអ្នករៀនសូត្រអីគឺត្រូវតែម្ដងបាទបើយើងតែយើងចង់ស៊ីវិល័យអីតើយើងចង់ទៅរៀននៅខាងក្នុងពីច្រើនយើងរៀននៅខាងក្នុងក្រុងគឺយើងត្រូវការចាយច្រើនហើយនៅនេះបើសិនជាប្រាក់ខែត្រឹម 2,500 យន់ 3,000 យន់អីអាហ្នឹងគឺគ្រប់ល្មមតែម្ដងបងប្អូនគ្នាគ្រប់ល្មមតែម្ដងហើយសាកលវិទ្យាល័យវិទ្យាស្ថានគឺស្អាតហើយសម្រាប់មួយក៏គ្មានដែរបងប្អូនគ្នានេះហើយសម្រាប់មួយក៏គ្មានដែរហើយយើងនិយាយពី condition environment ជុំវិញហ្នឹងគឺស្អាតមែនតើនេះ environment ជុំវិញហើយព្រៃព្រឹក្សាគឺព័ទ្ធជុំវិញតែម្ដងហើយអ្វីដែលជាពិសេសគឺមានស្ទឹងបឹងបួទៀតណាដែលជាប់ព័ទ្ធជុំវិញសាលានិយាយរួមយើងនិយាយថាបរិវេណសាលានៅស្រុកចិនខ្ញុំអាចសន្និដ្ឋានបានថាសាលាមួយណាសិតសឹងដែលជាសិតតែមានសួនផ្កាបរិវេណសាលាធំហើយអត់ចោលទេរឿងពាក់ព័ន្ធជាមួយនឹងទឹកបាទប្រព័ន្ធគូទឹកស្រះទឹកតាពាំងអូអីជុំវិញសាលាគឺតែងតែមានបាទយើងអាចនិយាយបានថាវាជាហុងស៊ុយមួយដែរសម្រាប់ជនជាតិចិនបាទហើយយើងអាចនិយាយមួយទៀតថារដ្ឋាភិបាលចិននៅពេលបច្ចុប្បន្នគាត់បើនិយាយពាក់ព័ន្ធជាមួយនឹងកំណែតម្រង់អប់រំវិញសាលាមួយចំនួននៅឯក្រុងនៅទីក្រុងណាយើងនិយាយថាជាប្រភេទសាលា old campus បាទ old campus ហើយនៅក្នុងក្រុងអត់សូវធំបានទេប៉ុន្តែនៅពេលដែលគាត់ពង្រីកទៅរុញទៅជាយក្រុងគឺសាលារបស់គាត់រាប់រយហិកតាបាទរាប់រយហិកតាគឺធំបាទសាលារបស់គាត់គឺធំមែនតើអញ្ចឹងហើយធំហើយគឺហេដ្ឋារចនាសម្ព័ន្ធរបស់គាត់នោះគឺមក complete set តែម្ដងគឺមានគ្រប់គ្រាន់តែម្ដងហើយសាកលវិទ្យាស្ថាននេះខ្ញុំអាចចាត់ទុកថាជាវិទ្យាស្ថានជាតិមួយសម្រាប់បដិបដាលក្របខ័ណ្ឌមន្ត្រីរាជការរបស់ថ្នាក់ជាតិរបស់ចិនបាទថ្នាក់ជាតិរបស់ចិនមួយដែលផ្ដោតទៅលើខាង finance ទៅលើ accounting ទៅលើ field of business បាទ field of business បាទដោយសារតែខ្ញុំមកនេះ field របស់ខ្ញុំមិនជា field business ទេខ្ញុំរៀនបងប្អូនគ្នាបាទខ្ញុំរៀនមិនមែនជា field business ទេខ្ញុំរៀនជា field engineering ប៉ុន្តែដោយសារតែខ្ញុំជា members of project មួយនៅក្នុងក្រសួងរបស់ខ្ញុំបាទ members of project នៅក្នុងក្រសួងហើយអញ្ចឹងគេអញ្ជើញភាគីដែលពាក់ព័ន្ធដែលអនុវត្តគម្រោងនៅក្នុងក្រសួងអញ្ជើញមកទស្សនកិច្ចមកធ្វើ workshop នៅវិទ្យាស្ថានរបស់គេចំនួន3ថ្ងៃបាទចំនួន3ថ្ងៃហើយថ្ងៃនេះជាថ្ងៃទី1ខ្ញុំបានអញ្ជើញមកដល់ចិនតាំងពីម្សិលមិញថ្ងៃទីថ្ងៃទី25បាទ25យើងមកដល់ចិនពេលល្ងាចហើយនេះបងប្អូនគ្នាបាទសម្រាប់យើងរៀនសូត្រគឺស្ងប់ស្ងាត់ណាស់បាទគឺស្ងប់ស្ងាត់ណាស់ហើយបើយើងមើលទៅមើលខាងនោះបាទខាងនោះអានេះគឺផ្ទះគ្រូទេណាបងប្អូនគ្នាអញ្ចឹងមានថាសាលារបស់គេគឺគេរៀបចំផ្ទះគ្រូផ្ទះអីមក complete set ហើយមកខាងនេះគឺជាអគារសិក្សាបាទអគារសិក្សាចាអគារសិក្សារបស់គេនេះជាវិទ្យាស្ថានរបស់គេនេះគឺធំគួរសមដែរបើយើងនិយាយពីអគារនេះ
នេះវាជាស្ថាននេះបងប្អូនវាអត់តាន់ចូលដល់មហាអត់តាន់ចូលដល់សកលវិទ្យាល័យទេវាជាស្ថានទេប៉ុន្តែវាជាស្ថានរបស់គេនេះគឺតម្រង់មកគឺ international មកធប់ដីតាមដែលខ្ញុំបានអាននៅព័ត៌មានពាក់ព័ន្ធវិទ្យាស្ថាននេះដីប្រហែលជា30-40ហិកតាដែរគាត់នៅវិទ្យាស្ថានបាទវិទ្យាស្ថានទឹកដី30-40ហិកតាគឺធំមែនតើបាទគឺធំមែនតើអញ្ចឹងសាលានៅជាប់ភ្នំបែបនេះបលឹមឡើងអត់មានលឿយតែចាប់នឹងសัตว์យំនេះបងប្អូនគ្នាបាទសัตว์យំនេះភ្នំរបស់យើងបាទសាលាភាគច្រើននៅចិនគឺគេរុញទៅបែបហ្នឹងបើសិនជាចង់ឲ្យសាលាធំសាលានឹងមាន standard គេអត់សូវធ្វើនៅក្រុងនេះនៅក្រុងវា old campus វាទូចបាទវាទូចអញ្ចឹងសាលាមួយដែលនៅស្រុកចិននេះប្រវត្តិរបស់វាអត់ចេះតិចឆ្នាំទេមានតែ100ឆ្នាំបាទសាលាខ្លះបង្កើតឆ្នាំតាំងពីឆ្នាំ1800ជាងបាទអញ្ចឹងវាចូល200ឆ្នាំជាងហ្នឹងបាទ200ឆ្នាំជាងហើយគឺដូចបងប្អូនឃើញអានេះខ្ញុំដើរហាត់ប្រាណបណ្ដើខ្ញុំចង់បង្ហាញពីទស្សនវិជ្ជាបណ្ដើស្អាតមែនទែនហើយបើសម្រាប់អាកាសធាតុនៅខែនេះខែ3អាកាសធាតុនៅសៀមនេះអាកាសធាតុនៅតម្រង់ត្រជាក់នៅឡើយបងប្អូននេះអាកាសធាតុនៅតម្រង់ត្រជាក់នៅឡើយអាកាសធាតុយើងនៅនេះនៅសល់14អង្សាដែរបាទហើយយើងឃើញនៅខាងនេះចុះអាប់តិចដែរហេបងប្អូននេះយើងសមកនៅចុះអាប់ដែរវាដល់ខែនេះគឺវាលែងត្រជាក់ហើយ14នេះវាចូលរៀងចាប់ដើមក្តៅបដាហើយពេលយប់វាអាចត្រជាក់បន្តិចបាទវាអាចត្រជាក់បន្តិចប៉ុន្តែពេលថ្ងៃប្រហែលជាឡើងទៅដល់18ទៅ20អង្សាវិញពេលថ្ងៃគឺថ្ងៃក្តៅខ្លាំងបងប្អូនមើលខាងនោះគឺព្រះអាទិត្យរះឡើងក្រហមមួយងាលតែម្ដងបាទពេលថ្ងៃអាចក្តៅខ្លាំងដែរប្រហែលជា20ជាងអង្សាប៉ុន្តែក៏អាចស្រួលនៅដែរនៅទីនេះយើងអាចនិយាយថាត្រជាក់បែបត្រជាក់ស្ងួតបងប្អូនគ្នាអញ្ចឹងសម្រាប់ប្រជាជនពួកគាត់ឬក៏ខែត្រជាក់ភាគច្រើនគឺយើងត្រូវការពាក់អាវឲ្យជិតបន្តិចដើម្បីទី1រក្សាកម្ដៅទី2រក្សាសំណើមក្នុងខ្លួនហើយញ៉ាំទឹកឲ្យបានច្រើនញ៉ាំទឹកឲ្យច្រើនគឺអាចញ៉ាំទឹកសុទ្ធឬក៏ញ៉ាំទឹកក្តៅអាហ្នឹងគឺដើម្បីថែរក្សាសុខភាពខ្លួនឯងនៅពេលខែត្រជាក់បាទសម្រាប់បងប្អូនដែលចង់មករៀននៅចិនអីត្រូវហើយបងប្អូនទាំងអស់គ្នាកាក់ដាក់ទិសដៅមករៀននៅចិនគឺជាកត្តាសំខាន់មែនទែនបងប្អូនអាចសម្លឹងមើលហើយបើចូលមករៀនយើងរៀនឲ្យប៉ាកែបងប្អូននេះរៀនឲ្យប៉ាកែខិតខំប្រឹងប្រែងយកចំណេះដឹងពួកចិនបើយើងនិយាយពីបច្ចេកវិទ្យាគឺយើងអាចនិយាយថាវាអត់ដល់អាមេរិកទេវាអត់តន់ដល់ជប៉ុនទេវាអត់តន់ដល់កូរ៉េខាងត្បូងទេប៉ុន្តែចិនអាចធ្វើអ្វីៗបានទាំងអស់បាទបច្ចេកវិទ្យាវាបកិតបកោយជាមួយគេប៉ុន្តែចិនផលិតភាពនៃផលិតផលរបស់វាគឺច្រើនលើសលប់កម្លាំងពលកម្មនៃចិនគឺច្រើនលើសលប់បាទវត្ថុធាតុដើមនៃចិនគឺច្រើនលើសលប់ចិនទីផ្សាររបស់ចិនគឺធំទូលំទូលាយមែនតើបាទអញ្ចឹងសម្រាប់យើងជានិស្សិតកម្ពុជាដែលចង់មករៀននៅចិនគឺត្រូវហើយបើយើងនិយាយទីផ្សារការងារនៅស្រុកចិននៅស្រុកខ្មែរយើងអ្នកចេះចិនគឺខ្ញុំនិយាយថាល្អជាងអ្នកដែលចេះអង់គ្លេសទៀតអាហ្នឹងខ្ញុំអាចនិយាយចឹងមកបាទប៉ុន្តែបើសិនយើងចេះចិនផងចេះអង់គ្លេសផងគឺ the best បាទ the best មែនតើស្ងប់ស្ងាត់ណាបងប្អូនបងប្អូនអ្នកស្ងប់ស្ងាត់មែនតើនៅនេះនិយាយរួមព័ទ្ធជុំវិញសាលាគឺសិតតែភ្នំទាំងអស់អានេះគូទឹកមិញគឺផ្សារភ្ជាប់ពីព័ទ្ធជុំវិញសាលាមកគូទឹកនេះគឺមានអារម្មណ៍ថា fresh មែនតើបាទមានអារម្មណ៍ថា fresh មែនតើហើយមករៀននៅនេះដល់អសល់លុយព្រោះគ្រាន់តែជិះពីកណ្ដាលក្រុង
mà đo tầm ní chừng này cái bay tung pi màu làn không á bông bông hay plei sạc plei hai về chân mà riêng tầm ní mình đăng tới bài tất tận thế bài tất nên là sư thẳng là mối thế cái lại mình sạch nữa và đây còn là màu ní bài chỉ miền nào làm tha vật chia than chiết cái nẹt này nơi tì còn xem mà ní bài chia tì vật chia than mũi đây bắt đầu tôi lừa ca mà nó đo mình trai cả bà bắt đầu mình trai cả này chờ cái nẹt này chỉ ăn tại chiết bỏ chân đó này bà dương mớ ca đẹp cho mà cái standard mình đền cho anh vậy bàn tha vì khó bị ca đẹp cho sla thòm đá bà sẽ có sẽ lấy thòm đá nơi sla bọc buộc nhom mấy thọp để thọp riêng ở miền campus rồi có tít liền trong nước như đấy phân tái còn ca đẹp cho mà phía ở miền nơi ca ra student activity chọn bà student activity chọn hay miền còn sao đà nhẹ nhảy chui choa chọn và ra đi ở đây snap chọn bà hay bà xâm chật đá với phía chọn cứ miền làm than nè đại can ai cái xa can sầm mi chi là biết nè đại thưa cá bà nè đại thưa cá vì mình chỉ còn xa ok một phần được liền chân cái trang này nó bị tập hiệp kháในក្នុងវិទ្យាស្ថាននេះដែលខ្ញុំមកទស្សនកិច្ចចំនួន3ថ្ងៃហើយជំរុញធ្វើម៉េចបើដាក់ទិសដៅថាមករៀននៅចិនហើយពឹងប្រែងអានេះក៏ជាសារមួយដែរស្ថានភាពនេះក៏អត់ខុសពីស្ថានភាពរបស់បងប្អូនយើងផ្សេងទៀតដែរបាទបងប្អូននិស្សិតយើងផ្សេងទៀតក៏ខុសគ្នាដែរនេះបងប្អូនគ្នា library របស់គេនេះបាទ library របស់គេគឺបាត់ទ្វារអត់បើកទេហើយធំគាត់ណាមកជួល library នេះធ្វើក្រោមដីទៀតកាន់ទូរស័ព្ទយូរចុកដៃខ្ញុំមានអារម្មណ៍ថានៅពេលដែលខ្ញុំមកដល់ចិនខ្ញុំអត់សូវអាឡែស៊ីបងប្អូនគ្នាអត់សូវអាឡែស៊ីតាំងពីការដេកនៅក្នុងបន្ទប់តាំងពីអាកាសគេថាបរិយាកាសនៅខាងក្រៅប៉ុន្តែបើសិនជាខ្ញុំនៅខ្មែរមិនមែនបន្ទប់ប្រអាប់ខ្មែរយើងទេមានអារម្មណ៍ថាយើងនៅមានគេថាបរិយាកាសយើងវាសម្បូរដល់ទលីច្រើនពេកជាពិសេសនៅក្នុងក្រុងរបស់យើងបាទក្នុងក្រុងរបស់យើងទលីច្រើនចឹងនៅនេះបើយើងនិយាយទៅវា fresh មែនទេបាទវា fresh មែនទេជីវិតការរៀនសូត្រនៅក្រៅប្រទេសជាពិសេសនៅចិននេះខ្ញុំយល់ឃើញថាសាកលវិទ្យាល័យអត់សូវជាខុសគ្នាទេ condition បែបហ្នឹងបាទសាកលវិទ្យាល័យខ្លះមិនបានអញ្ចឹងទេសង់នៅលើភ្នំតែម្ដងបាទសាកលវិទ្យាល័យខ្លះសង់នៅលើភ្នំតែម្ដងអញ្ចឹងបានមានសិស្សច្បងយើងឬរៀនច្បងយើងថាទៅរៀននៅចិនដូចជាទៅតាំងសមាធិសាកលវិទ្យាល័យខ្លះនៅលើភ្នំបងប្អូនគ្នាសាកលវិទ្យាល័យខ្លះនៅក្រុងទៅជា old campus ទៅហើយសាកលវិទ្យាល័យខ្លះគឺវាមានរហូតដល់គេនិយាយថាវាមាន2-3 campus ទៅ campus the central campus now campus south campus អញ្ចឹងអា campus នីមួយៗមិននៅទីតាំងជាមួយគ្នាទេគឺនៅទីតាំងឆ្ងាយពីគ្នាអាចនៅស្រុកផ្សេងគ្នាបាទអញ្ចឹងក៏វាជាផ្នែកមួយបើសិនជានិយាយពីទីតាំងអាចខុសគ្នាទំហំក៏ខុសគ្នាដែរហើយឬក៏គេអាចទីតាំងនីមួយៗក៏គេអាចបែងចែកនៅគេថា Syrian ឬក៏ collection ក៏ខុសគ្នាដែរបាទក៏ខុសគ្នាដែរអញ្ចឹងវាអាចបែបហ្នឹងបងប្អូនគ្នា campus ខ្លះគេផ្ដល់តែលើមុខជំនាញមួយចំនួនទេហើយ campus class ក៏ដូចគ្នាដែរអញ្ចឹងឧទាហរណ៍សិស្សខ្លះគាត់រៀនមុខជំនាញនេះប៉ះមុខវិជ្ជាខ្លះគាត់ត្រូវជិះឡានប្រហែលជាខ្ទង់1ម៉ោងទៅ campus មួយទៀតដើម្បីរៀនមកមុខវិជ្ជាមួយទៀតក្នុងមួយអាទិត្យម្ដងឬ2ដងអញ្ចឹងណាអញ្ចឹងពេលខ្លះក៏យើងអត់ស្រួលដែរប៉ុន្តែវាពាក់ព័ន្ធជាមួយនឹង public transportation នៅចិនវាទូលំទូលាយបាទយើងអាចប្រើប្រាស់បានច្រើនជាពិសេសគឺយើងអាចប្រើ subway station បានយើងប្រើ
អាការដើររថភ្លើងក្រោមដីយើងអាចជិះរថភ្លើងក្រោមដីបានបាទរថភ្លើងក្រោមដីគឺ convenient ច្រើនល្អលឿនបាទហើយក៏តម្លៃវាធូរដែរអូខេបងប្អូនអ្នកគ្នាចឹងសម្រាប់វីដេអូរបស់ខ្ញុំចែកម្លែកបងប្អូនពីណាប៉ុណ្ណឹងបាទអញ្ចឹងគ្រាន់តែឃើញពីទស្សនវិជ្ជានៃសាលាឬក៏វិទ្យាស្ថានគឺបងប្អូនចង់មករៀនមកបាទចង់មករៀនមកសម្រាប់បងប្អូនយុវជនបាទអូខេអរគុណ see you next video បងប្អូនអ្នកគ្នា good luck